នាងខ្ញុំអនុស្នេហ៍ឯងសូមគោរពរាយការណ៍ជូនលោកស្រីមេមជាការខ្ញុំវរៈស្នេហ៍តូសោមលៀងអ៊ីមានអាយុ33ឆ្នាំចាប់តាំងពីឆ្នាំ2018មកនាងខ្ញុំបានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពចំនួន5លើករួចមកហើយចាកត្តាដែលជំរុញឲ្យនាងខ្ញុំក្លាយជាកងកម្លាំងរក្សាសន្តិភាពដោយសារកម្ពុជាយើងធ្លាប់ធ្លាក់នៅក្នុងសង្គ្រាមរ៉ាំរ៉ៃប្រជាជនបែកបាក់ក្រុមគ្រួសារជាពិសេសរត់គេចពីសង្គ្រាមនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសគឺបានខូចខាតកំឡុងឆ្នាំ1992ប្រទេសកម្ពុជាយើងមានកងកម្លាំងរក្សាសន្តិភាពចូលមករៀបចំប្រទេសឡើងវិញនេះជាផ្នែកមួយដែលជំរុញនិងលើកទឹកចិត្តឲ្យនាងខ្ញុំយល់ពីតម្លៃនៃការរក្សាសន្តិភាពដំបូងដែលឮសូរកូនស្រីចូលទៅយូរអញ្ចឹងខ្ញុំមានអារម្មណ៍ដូចថាមិនសប្បាយព្រោះតែភ័យខ្លាចកូនស្រីមិនដែលដើរទៅឆ្ងាយដល់ទៅពេលអញ្ចឹងទៅយើងជាឪពុកម្ដាយហ្នឹងមានចិត្តដូចថាភ័យព្រួយមិនដូចកូនប្រុសក្រោយមកយើងមានចិត្តដូចថាគ្រប់គ្រងដោយសារឆន្ទៈផងកូនវាដូចថាមើងម៉ាត់មមតមអញ្ចឹងណាយើងក៏ជាឪពុកម្ដាយគ្រប់គ្រងពេញទំហឹងឲ្យកូនធ្វើទៅតាមការងាររបស់កូនពេលដំបូងខ្ញុំគិតថាដូចនៅក្នុងរឿងកុនគិតថាទៅប្រហែលជាអត់មានអីទេគឺទិដ្ឋភាពការវឹកវើអីដូចនៅរឿងកុនអញ្ចឹងប៉ុន្តែមិនមែនទេចន្លោះខ្ញុំហាត់រយៈ4ឆ្នាំមកតែ3ខែដំបូងគឺចល័តទៅទីណាគឺរត់ទាំងអស់ការដើរយុទ្ធដំណើរតពេលយប់ជួនកាលដើរដល់ភ្លឺបងដើរដល់ភ្លឺម៉ោង4ម៉ោង5ព្រឹកនិយាយទៅគឺជួចចាត់ហើយយើងទទួលបានបទពិសោធន៍ច្រើនក្នុងការវឹកវើនឹងគឺភាពរឹងមាំម៉ឺងម៉ាត់ការភាពជាអ្នកដឹកនាំក៏ដូចជាយើងទទួលបានការអត់ធ្មត់រឹងមាំជំនះនៅរាល់ឧបសគ្គទាំងពួងជាហេតុដែលនាងខ្ញុំនឹងនៅបន្តរហូតដល់ចប់ឆ្នាំមុនបញ្ចប់ឆ្នាំនៅការវឹកវើហ្នឹងក៏ខ្ញុំបានរំលឹកប្រាប់ទៅកាន់អ្នកផ្ទះខ្ញុំមុនដែរគឺខ្ញុំថាខ្ញុំចប់ទៅគឺខ្ញុំចង់ធ្វើជានាយទាហានរក្សាសន្តិភាពពួកគាត់មានមោទនភាពដែលខ្ញុំនឹងចង់ចេញក្រៅប្រទេសប៉ុន្តែក៏គាត់មានការបារម្ភដែរព្រោះដឹងស្រាប់ហើយទាហានរក្សាសន្តិភាពគឺតែងតែទៅពង្រាយរូបភាពទ័ពនៅក្នុងប្រទេសដែលអសន្តិភាពដំបូងខ្ញុំគិតថាមានការរើសអើងឬមួយក៏មើលមកសមត្ថភាពយើងថាមិនស្មើពួកគាត់ប៉ុន្តែចន្លោះដែលនាងខ្ញុំចូលរួមបំពេញបេសកកម្មហ្នឹងក្រោយយើងធ្វើការជារួមប្រុសគឺពួកគាត់ឲ្យតម្លៃស្មើគ្នាបងពេលចន្លោះដែលខ្ញុំចូលរួមបំពេញបេសកកម្មហ្នឹងបងគឺរាប់អានដូចបងប្អូនចឹងនៅក្នុងបេសកកម្មមកបងជាមេបញ្ជាការស្រីដើរតួនាទីដែលបុរសធ្លាប់តែជាមេបញ្ជាការហ្នឹងខ្ញុំព្យាយាមយ៉ាងណាគឺឲ្យបេសកកម្មខ្ញុំទទួលបានជោគជ័យព្រោះតែពេលបេសកកម្មយើងអត់ទទួលបានជោគជ័យខ្ញុំទៅដឹកនាំជាមនុស្សស្រីអ្នកផ្សេងទៀតមិនអាចទៅដើរតួនាទីខ្ញុំបានទេដោយសារគេថាចាអូដាក់មេបញ្ជាការស្រីហើយទៅធ្វើការទេអញ្ចឹងអត់អាចឲ្យអ្នកផ្សេងជាស្រីទៅទៀតបានទេពួកគាត់ក៏មើលមកខ្ញុំដែរហើយឃើញថាខ្ញុំអាចទទួលការងារនឹងបានមិនថាការងារនឹងធ្លាប់ដាក់ឲ្យបុរសផ្សេងធ្វើដាក់ឲ្យខ្ញុំធ្វើខ្ញុំក៏ធ្វើបានដែរអញ្ចឹងរយៈកាលកន្លងមកគឺមិនមានការរើសអើងទេប៉ុន្តែថែមទាំងលើកទឹកចិត្តព្រោះឃើញថាយើងស្រីធ្វើបានដែរនាងខ្ញុំគិតថាស្ត្រីនៅពេលដែលពួកគាត់ចូលរួមបម្រើការងាររក្សាសន្តិភាពគឺផ្ដល់អត្ថប្រយោជន៍ច្រើនសារស្ត្រីអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគមន៍បានល្អកាត់បន្ថយចំនួនពួកគាត់អាចចូលរួមក្នុងសហគមន៍នៅពេលដែលមានចំនួនគឺពួកគាត់អាចសម្របសម្រួលបានគឺទទួលបានការទុកចិត្តច្រើនពីសំណាក់ស្ត្រីនិងកុមារគាត់ហ៊ាននិយាយជាមួយខាងស្ត្រីអារម្មណ៍ដូចថាមានអារម្មណ៍មានទំនុកចិត្ត
បាទមានទំនុកចិត្តលើកូនដើរទៅណាមកណាដូចតែបងប្អូនគេទៅសារបងប្អូនខាងកូនហើយបានចេញទៅក្រៅដូចថាការងារល្អជាថ្នាក់ដឹកនាំជឿជាឪពុកម្ដាយដូចថាមានចិត្តរំភើបចាប់តាំងពីចូលរួមបម្រើជាកងទ័ពហើយក៏បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនាងខ្ញុំមិនដែលមានបន្ទិលថាចង់បោះបង់អាជីពនេះចោលទេហើយដោយសារតែពេលនាងខ្ញុំចូលរួមបំពេញបេសកម្មម្ដងគឺនាងខ្ញុំមានទំនុកចិត្តលើខ្លួនឯងមួយវិញទៀតមោទនភាពនៅក្នុងសង្គមរស់នៅរបស់នាងខ្ញុំផ្ទាល់ដោយសារតែក្នុងភូមិស្រុករបស់នាងខ្ញុំជាស្ត្រីទី1ដែលចេញបំពេញបេសកម្មនៅខាងក្រៅប្រទេសទៅថ្ងៃអនាគតនាងខ្ញុំចង់ឃើញស្ត្រីទទួលបានតួនាទីជាមេបញ្ជាការដូចនាងខ្ញុំផងដែរថ្នាក់ដឹកនាំមេត្តាបន្តជួយលើកទឹកចិត្តលើកស្ទួយនិងជំរុញនិងផ្ដល់ឱកាសឲ្យស្ត្រី